akan mati. ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin ថ្ងៃនេះ Admin បានយករឿងរបស់ប្រទេសម៉ាឡេស៊ីមួយយកមកសម្រាយចែកជូនអ្នកទាំងអស់គ្នាដោយសាច់រឿងនិយាយអំពីគ្រួសារដែលរស់នៅតំបន់ដាច់ស្រយាលមួយដោយការអាណិតបានទទួលចិញ្ចឹមក្មេងស្រីអនាថាម្នាក់មិននឹកស្មានថាបែរជាទាញបណ្ដាសាយ៉ាងសាហាវមកលើគ្រួសារទាំងមូលរហូតដល់ត្រូវបាត់បង់ជីវិតស្លាប់ជាបន្តបន្ទាប់ចង់ដឹងថាបណ្ដាសានោះសាហាវយ៉ាងណាតមកតាមដានទស្សនាជាមួយនឹង Admin ទាំងអស់គ្នាដោយសាច់រឿងបានចាប់ផ្ដើមឡើងនៅក្នុងរាត្រីដ៏ព្រឺព្រួចមួយដោយមានក្មេងស្រីម្នាក់បានដើរសម្ដៅទៅរកដើមឈើធំមួយដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅដោយដៃរបស់នាងមានកាន់កំបិតយ៉ាងណែនហើយនៅលើរាងកាយរបស់នាងទាំងមូលគឺពោរពេញដោយឈាមក្មេងស្រីម្នាក់នោះមើលទៅហាក់ដូចជាត្រូវបានព្រលឹងខ្មោចព្រះបិសាចចូលសន្ធឹករួចក៏ចាប់ផ្ដើមសូត្រមន្តអាគមគាថាយ៉ាងបុរាណមួយស្រាប់តែមានសម្លេងដ៏ចម្លែកមួយដូចជាសត្វយំបានបន្លឺឡើងមិនដាច់នៅក្នុងត្រចៀករបស់នាងបន្ទាប់មកកម្លាំងបិសាចក៏បានផ្ទុះចេញពីរាងកាយរបស់ក្មេងស្រីរូបនោះភ្លាមនាងបានយកកំបិតចាក់យ៉ាងខ្លាំងទៅលើសាកសពដែលនៅក្នុងដីនោះនៅពេលដែលអណ្ដាតភ្លើងកាន់តែឆេះសន្ធោសន្ធៅឡើងថាមពលអាក្រក់បានគ្របដណ្ដប់ពេញព្រៃភ្នំទាំងមូលហើយរូបភាពក៏បានកាត់មកដល់នៅក្នុងព្រៃមានគ្រួសារមួយដែលមានសមាជិក3នាក់ដែលកំពុងរស់នៅទីនោះមានស្ត្រីមេម៉ាយម្នាក់ដែលនាងមានឈ្មោះថាម៉ារីបានចិញ្ចឹមកូន2នាក់ឲ្យធំដឹងក្តីដល់ខ្លួនឯងព្រោះតែប្តីរបស់នាងបានបាត់បង់ជីវិតនៅខាងក្រៅព្រៃភ្នំតាំងពីច្រើនឆ្នាំមកម្ល៉េះដោយការស្លាប់នេះធ្វើឲ្យនាងលែងហ៊ានឈានជើងចាក់ចេញពីតំបន់ព្រៃភ្នំមួយនេះទៀតហើយនៅថ្ងៃមួយខណៈពេលដែលកូនស្រីរបស់ម៉ារីកំពុងតែនាំប្អូនប្រុសទៅពិនិត្យមើលអន្ទាក់សត្វដែលពួកគេបានដាក់ស្រាប់តែពួកគេបានប្រទះឃើញកូនឆ្លុះមួយក្បាលប៉ុន្តែអ្វីដែលចម្លែកនោះគឺកូនឆ្លុះមួយនោះគឺមិនបានជាប់អន្ទាក់នៅលើដីនោះទេបែរជាត្រូវព្យួរជាប់ទៅលើដើមឈើទៅវិញប្អូនប្រុសរបស់នាងឃើញបែបនេះក៏កាត់ចិត្តលោភលន់ចង់យកកូនឆ្លុះនោះទៅផ្ទះដើម្បីធ្វើម្ហូបឲ្យឆ្ងាញ់មាត់មួយពេលប៉ុន្តែបងស្រីរបស់គេបែរជាមានអារម្មណ៍ថារឿងនេះមានប្រផ្នូលចម្លែកនិងមិនស្រួលតតែសោះព្រោះនៅក្នុងតំបន់នោះមានរឿងព្រេងបុរាណមួយបានដំណាលតគ្នាថាសត្វដែលព្យួរជើងឡើងទៅលើគឺជាប្រផ្នូលនៃសេចក្តីស្លាប់ដែលបន្សល់ទុកដោយខ្មោចប្រមាញ់ព្រលឹងដែលជានិមិត្តរូបបញ្ជាក់ថាតំបន់ព្រៃភ្នំមួយនេះត្រូវបានបិសាចអាក្រក់ចំណាំនិងដាក់សញ្ញាសម្គាល់រួចជាស្រេចទៅហើយនៅពេលគិតដល់ចំណុចនេះកូនស្រីរបស់ម៉ារីក៏ប្រញាប់បញ្ញាចាប់ដៃប្អូនប្រុសរត់ដំណងទៅផ្ទះយ៉ាងលឿនប៉ុន្តែពេលទៅដល់ផ្ទះភ្លាមម្ដាយរបស់ពួកគេបានកលែកឃើញក្មេងស្រីតូចម្នាក់កំពុងតែដើរតាមក្រោយបងប្អូនទាំងពីរនាក់ដោយឃើញក្មេងស្រីនោះមានប្រឡាក់ភក់ជ្រាំពេញខ្លួនម៉ារីក៏កើតចិត្តអាណិតនិងមានចិត្តល្អបាននាំក្មេងស្រីនោះចូលទៅក្នុងផ្ទះហើយថែមទាំងរៀបចំម្ហូបអាហារនិងទឹកឲ្យក្មេងស្រីម្នាក់នោះញ៉ាំទៀតផងប៉ុន្តែអ្វីដែលចម្លែកនោះគឺមិនថាម៉ារីខំសួរដេញដោលយ៉ាងណាក៏ដោយក៏ក្មេងស្រីរូបនោះនៅតែស្ងៀមស្ងាត់ដោយនាងមិនព្រមនិយាយអ្វីសូម្បីតែមួយម៉ាត់រហូតធ្វើឲ្យម៉ារីរួចគិតនៅក្នុងចិត្តថានាងប្រហែលជាកោតាំងពីកំណើតហើយមើលទៅដោយសារតែមានចិត្តអាណិតមួយពេលម៉ារីក៏បានសម្រេចចិត្តទទួលចិញ្ចឹមនិងឲ្យក្មេងស្រីរូបនោះស្នាក់នៅមួយយប់សិនរួចចាំគិតគូរឡើងវិញនៅថ្ងៃស្អែកលុះដល់ពេលយប់ងងឹតកូនប្រុសរបស់ម៉ារីក៏បានរៀបរាប់ប្រាប់ម្ដាយអំពីអ្វីដែលបងប្អូនទាំងពីរនាក់បានជួបប្រទះកាលពីថ្ងៃមិញពេលឮបែបនេះទឹកមុខរបស់ម៉ារីប្រែជាស្រពោននិងតានតឹងយ៉ាងខ្លាំងនាងបានដាស់តឿននិងហាមកូនទាំងពីរនាក់យ៉ាងម៉ឺងម៉ាត់ថាដាច់ខាតកុំឲ្យជឿជាក់លើអ្វីទាំងអស់ដែលបានជួបប្រទះនៅក្នុងព្រៃឲ្យសោះហើយកុំយកអ្វីប្តេជ្ញាយករបស់របរផ្សេងនៅក្នុងព្រៃមកផ្ទះឲ្យសោះព្រោះតែនៅក្នុងព្រៃភ្នំមានពួកបិសាចអាក្រក់ដែលសង្ងំលាក់ខ្លួននិងដើរល្បាតគ្រប់ទិសទីពួកវាកាច់សាហាវចូលចិត្តសម្លាប់មនុស្សជាប្រចាំហើយជាពិសេសគឺចូលចិត្តប្រមាញ់សម្រាប់កូនឆ្លុះនិងក្មេងតូចតែម្ដងប្រសិនបើនៅចិត្តត្រចៀកស្រាប់តែបន្លឺនៅសំឡេងចម្លែកដូចជាសត្វត្រៃយំនោះគឺជាសញ្ញាបញ្ជាក់ថាពួកបិសាចអាក្រក់កំពុងតែខិតចូលមកជិតហើយនៅពេលនោះគឺត្រូវតែប្រញាប់រើដុំថ្មពីរដុំឡើងមកហើយសូត្រមន្តថា Kakek tuh sambil kata tuh bawa hatinya tuh bawa hatinya យោងតាមសម្ដីរបស់ម៉ារីមានតែធ្វើបែបនេះទេទើបអាចបោកប្រាស់ការដឹងសតិរបស់បិសាចបានហើយធ្វើឲ្យវាយល់ច្រឡំថាអ្នកគឺជាអ្នកដើរតាមដែលស្ដាប់តាមបង្គាប់របស់វាទើបអាចការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់បានបន្ទាប់ពីបានស្ដាប់ការដាស់តឿនរបស់ម្ដាយរួចកូនប្រុសរបស់ម៉ារីក៏នឹកឃើញភ្លាមទៅដល់សត្វឆ្លុះដែលព្យួរជើងនៅលើដើមឈើនោះបើអញ្ចឹងមែនតើបិសាចអាក្រក់នោះកំពុងតែខិតចូលមកជិតហើយមែនទេនិយាយមិនទាន់ផុតផងស្រាប់តែនៅខាងក្រៅផ្ទះបានបន្លឺនៅសំឡេងធ្លាក់ដុំថ្មតូចជា
ច្រើននៅពេលដែលម៉ារីប្រមូលកម្លាំងចិត្តនិងសេចក្តីក្លាហានទៅបើកទ្វារមើលនាងក៏បានប្រទះឃើញដុំថ្មតូចៗជាច្រើនរាយប៉ាយនៅជុំវិញផ្ទះតូចរបស់នាងនៅក្នុងស្ថានភាពបែបនេះគ្រួសាររបស់ម៉ារីបានត្រឹមតែរស់នៅក្នុងភាពភ័យខ្លាចយ៉ាងខ្លាំងដើម្បីឆ្លងកាត់រាត្រីដ៏សែនវែងមួយនេះបានហើយរូបភាពក៏បង្ហាញពីព្រានព្រៃម្នាក់ដែលគាត់កំពុងតែដើរនៅក្នុងព្រៃដែលមើលទៅហាក់ដូចជាគាត់កំពុងតែស្វែងរកអ្វីម្យ៉ាងលុះដល់ពេលព្រឹកឡើងនៅពេលដែលម៉ារីនិងកូនៗរបស់នាងទៅតែភ្ញាក់ពីគេងពួកគេបានប្រទះឃើញក្មេងស្រីនោះកំពុងតែមានប្រឡាក់ឈាមពេញខ្លួនដែលកំពុងតែអង្គុយនៅកណ្ដាលស្លុកឈាមហើយកំពុងតែឆ្ងាញ់មាត់ក្នុងការស៊ីសាច់បាក់សីយ៉ាងសាហាវស្រស់ៗនៅវិនាទីបន្ទាប់នាងក៏បានកាន់កាំបិតឡើងមកព្រមទាំងបង្ហាញស្នាមញញឹមបែបត្រជាក់ស្រេបនិងគួរឲ្យព្រឺព្រួចពេញផ្ទៃមុខ Mengambang kau semua akan mati. រូបភាពនៅចំពោះមុខនេះបានធ្វើឲ្យម៉ារីនិងកូនៗភ័យរន្ធត់រហូតលួចព្រលឹងពីខ្លួននៅក្នុងស្ថានភាពដ៏ច្របូកច្របល់និងភ័យសន់ស្លោម៉ារីបានយកកន្ទេលមកវេចខ្ចប់សាកសពក្មេងស្រីតូចនោះរួចបានយកទៅបោះចោលយ៉ាងប្រញាប់ប្រញាល់នៅក្រោមដើមឈើមួយនៅក្នុងព្រៃភ្នំព្រមទាំងបានផ្ដែផ្ដាំនិងហាមប្រាមកូនៗទាំងពីរនាក់ថាដាច់ខាតកុំយករឿងរ៉ាវដែលបានកាត់ឡើងនៅថ្ងៃនេះទៅនិយាយប្រាប់នរណាម្នាក់ឲ្យសោះនៅពេលដែលអ្នកទាំង3ទៅតែត្រឡប់មកដល់ផ្ទះស្រាប់តែមានស្ត្រីចំណាំម្នាក់ដែលមានជំនាញខាងអាគមអ៊ំអាមអាប់ខ្មុំបានដើរស្វែងរកមកដល់ផ្ទះរបស់ពួកគេគាត់បានកលេចមើលតែមួយផ្លែតគាត់ក៏បានមើលធ្លុះដឹងភ្លាមនៅប្រផ្នូលនៃដុំថ្មតូចៗដែលរាយប៉ាយនៅខាងក្រៅផ្ទះវាជាប្រផ្នូលអាក្រក់យ៉ាងសាហាវគាត់បានប្រញាប់ប្រញាល់ដាស់តឿនឲ្យម៉ារីប្រញាប់បោសសម្អាតដុំថ្មតូចៗនោះចេញភ្លាមមុនពេលគាត់ចាកចេញគាត់ក៏បានផ្ដែផ្ដាំទៀតថាប្រសិនបើមានរឿងរ៉ាវចម្លែកកើតឡើងនៅក្នុងផ្ទះចូលឡើងទៅលើភ្នំដើម្បីស្វែងរកគាត់ទើបអាចរំដោះគ្រោះនិងដោះស្រាយគ្រោះថ្នាក់បានលុះដល់ពេលយប់ឡើងខណៈពេលដែលកូនស្រីរបស់ម៉ារីកំពុងតែដេកខោអាវស្រាប់តែម្ជុលបានជ្រុះចូលទៅក្នុងប្រហោងក្តារធ្លាក់ទៅក្រោមផ្ទះដូច្នេះនាងក៏បានកាន់ចង្គៀងវាចូលទៅក្រោមផ្ទះឈើដើម្បីស្វែងរកម្ជុលនោះនៅពេលដែលនាងលូកដៃរើម្ជុលនោះស្រាប់តែមានដៃមួយលូកមកប៉ះនឹងដៃរបស់នាងធ្វើឲ្យនាងភ័យតត់ស្លុតជាខ្លាំងបន្ទាប់ពីរឿងរ៉ាវនេះបានកើតឡើងកូនស្រីរបស់ម៉ារីចាប់ផ្ដើមកៅខ្លួនយ៉ាងខ្លាំងម៉ារីនាងមានចិត្តព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែចំពោះជំងឺចម្លែករបស់កូនស្រីនាងបែរជាគ្មានវិធីណាមួយមកព្យាបាលបានឡើយដោយគ្មានជំរឿនាងមានតែសុខចិត្តធ្វើដំណើរឡើងទៅលើភ្នំតែម្នាក់ឯងដើម្បីទៅស្វែងរកជំនួយពីស្ត្រីចំណាស់ដែលជាអ្នកជំនាញខាងអាគមអ៊ំអាមអាប់ខ្មុកម្នាក់នោះបន្ទាប់ពីស្ត្រីចំណាស់បានប្រញាប់ប្រញាល់ធ្វើដំណើរតាមម៉ារីមកដល់ផ្ទះគាត់បានឃើញកូនស្រីរបស់ម៉ារីត្រូវបានថាមពលអាក្រក់ចូលនៅក្នុងខ្លួនគាត់ក៏បានរៀបចំឧបករណ៍សិលនិងបើកក្បួនពិធីដេញព្រលឹងបិសាចភ្លាមព្រមទាំងបានសូត្រមន្តអាគមគាថាយ៉ាងបុរាណមិនដាច់ពីមាត់មិនយូរប៉ុន្មានកូនស្រីរបស់ម៉ារីក៏ចាប់ផ្ដើមធូរស្រាលបន្តិចម្ដងបន្ទាប់មកកូនស្រីរបស់ម៉ារីក៏បានភ្ញាក់ដឹងខ្លួនឡើងវិញបន្ទាប់ពីពិធីដេញព្រលឹងបិសាចបានបញ្ចប់ទៅស្ត្រីចំណាស់នោះបានផ្ដែផ្ដាំនិងដាស់តឿនឲ្យកូនប្រុសរបស់ម៉ារីជាពិសេសថាគេត្រូវតែធ្វើពិធីសែនព្រេនបូជាព្រាបសរដើម្បីបណ្ដេញនិងរំដោះគ្រោះដែលបង្កឡើងដោយព្រលឹងខ្មោចព្រាយបិសាចអាក្រក់ឲ្យជ្រះត្រឡាទាំងស្រុងប៉ុន្តែដោយសារតែកូនប្រុសរបស់ម៉ារីនៅក្មេងខ្ចីគេមិនដាច់ចិត្តធ្វើបាបនិងសម្លាប់ជីវិតសត្វនោះឡើយគេក៏បានលួចដោះលែងសត្វព្រាបសរដែលគេយកទៅធ្វើពិធីបូជានោះដោយស្ងាត់ធ្វើឲ្យពិធីនោះត្រូវបានបញ្ឈប់ពាក់កណ្ដាលទីហើយគ្រោះថ្នាក់កាន់តែខ្លាំងជាងមុនលុះដល់ថ្ងៃបន្ទាប់ស្រាប់តែមានព្រានព្រៃម្នាក់នៅក្នុងព្រៃដ៏អាថ៌កំបាំងបានដើរស្វែងរកមកដល់ផ្ទះរបស់ម៉ារីព្រមទាំងបានសួរដេញដោលម៉ារីថាតើធ្លាប់ឃើញក្មេងស្រីតូចម្នាក់ដែរឬទេដោយសារតែម៉ារីមានចិត្តសង្ស័យនិងប្រុងប្រយ័ត្នជាងមុននាងក៏បាននិយាយកុហកឆ្លើយដល់សារឲ្យព្រានព្រៃរូបនោះទៅស្វែងរកនៅកន្លែងផ្សេងវិញព្រោះតែនាងមិនអាចមើលធ្លុះឬដឹងអំពីបំណងពិតប្រាកដនៃការមកដល់របស់ព្រានព្រៃរូបនោះឡើយហើយថែមទាំងបានលួចគិតនិងសង្ស័យនៅក្នុងចិត្តថារឿងរ៉ាវដែលចម្លែកដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងផ្ទះរបស់នាងប្រហែលជាជាប់ពាក់ព័ន្ធជាមួយនឹងព្រានព្រៃរូបនេះហើយនៅពេលនោះម៉ារីមិនដឹងទាល់តែសោះថាព្រានព្រៃដែលនៅចំពោះមុខនេះគឺជាឪពុកបង្កើតរបស់ក្មេងស្រីនោះហើយក៏ជាមនុស្សតែម្នាក់គត់ដែលនៅក្នុងព្រៃទាំងមូលដែលអាចជួយសង្គ្រោះជីវិតរបស់គ្រួសារនាងឲ្យរួចផុតពីសេចក្តីស្លាប់បាននៅយប់ថ្ងៃដដែលនោះរឿងរ៉ាវចម្លែកក៏បានកើតឡើងម្ដងទៀតកូនស្រីរបស់ម៉ារីបានធ្លាក់ចូលទៅក្នុងស្ថានភាពដើរមកមើលហាក់ដូចជាមានអ្វីមួយកំពុងតែទាញសណ្ដំនិងកំពុងតែដឹកដៃនាងឲ្យដើរតម្រង់ទម្ដៅទៅកាន់ទីកន្លែងដែលធ្លាប់យកសាកសពក្មេងស្រីនោះទៅចោលលុះនៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងវិញហើយរៀបនឹងដើរចាក់ចេញពីទីនោះស្រាប់តែក្មេងស្រីដែលបានបាត់បង់ជីវិតទៅ
ហើយនោះបានភ្ញាក់ឡើងវិញយ៉ាងគួរឲ្យព្រឹកព្រួតហើយក្មេងស្រីនោះថែមទាំងបានដើរពីក្រោយកូនស្រីរបស់ម៉ារីទៀតផងធ្វើឲ្យនាងភ័យតត់ស្លុតជាខ្លាំងហើយខិតខំរត់បកក្រោយតម្រង់ទៅផ្ទះយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែនៅពេលដែលរត់ជិតមកដល់ផ្ទះកូនស្រីរបស់ម៉ារីបែរជាឃើញក្មេងស្រីដែលបានស្លាប់ទៅហើយនោះកំពុងតែឈរនៅចំពោះមុខផ្ទះរបស់នាងទៅវិញរូបភាពដ៏គួរឲ្យរន្ធត់តត់ស្លុតបែបនេះបានធ្វើឲ្យកូនស្រីរបស់ម៉ារីភ័យជាខ្លាំងដួលទន់ជើងនៅលើដីតែម្ដងនៅក្នុងពេលជាមួយគ្នានោះដែរប្អូនប្រុសរបស់នាងដែលកំពុងតែធ្លាក់ចូលទៅក្នុងសុបិនអាក្រក់ដ៏រន្ធត់ដូចគ្នាដែរលុះដល់ពេលដែលភ្ញាក់ដឹងខ្លួនពីសុបិនអាក្រក់នោះទើបគេដឹងថាបងស្រីរបស់គេបានបាត់ខ្លួនទៅហើយបន្ទាប់ពីម៉ារីបានដឹងរឿងរ៉ាវនេះហើយនាងក៏បានប្រញាប់ប្រញាល់នាំកូនប្រុសរត់ចូលទៅក្នុងព្រៃដើម្បីស្វែងរកកូនស្រីរបស់នាងប៉ុន្តែដើរមិនទាន់បានឆ្ងាយប៉ុន្មានផងនាងក៏បានជួបប្រទះនឹងស្ត្រីចំណាស់នោះម្ដងទៀតគាត់ក៏បានស្ម័គ្រចិត្តជួយដើរស្វែងរកកូនស្រីរបស់ម៉ារីជាមួយពួកគេដែរចំណែកនៅឯក្នុងព្រៃស្ដុកកូនស្រីរបស់ម៉ារីដែលមានសៀមសោយពេញខ្លួនកំពុងតែអង្គុយម្នាក់ឯងនៅក្នុងព្រៃតែសំណាងល្អនៅពេលនោះព្រានព្រៃបានវាចូលមកជិតខ្លួននាងបន្តិចម្ដងរួចក៏បាននាំកូនស្រីរបស់ម៉ារីកំពុងតែបាត់បង់សតិត្រឡប់ទៅផ្ទះវិញនៅចំពោះមុខការដេញដោលនិងការសួរនាំមិនឈប់មិនឈររបស់ម៉ារីព្រានព្រៃក៏បានបញ្យល់ថាខ្លួនបានប្រទះឃើញកូនស្រីរបស់ម៉ារីនៅក្នុងព្រៃតែប៉ុណ្ណោះប៉ុន្តែម៉ារីនៅតែមិនជឿសម្ដីរៀបរាប់ទាំងនោះទាល់តែសោះដោយនាងបានចោទប្រកាន់និងប្រកាសក្នុងចិត្តថារឿងរ៉ាវទាំងអស់នេះគឺជាស្នាដៃរបស់ព្រានព្រៃរូបនេះជាអ្នកប្រព្រឹត្តនៅក្នុងស្ថានភាពខឹងសម្បារយ៉ាងខ្លាំងម៉ារីក៏បានដកកំបិតចេញមកនៅពេលដែលព្រានព្រៃក្លែកមើលតែមួយផ្លែតក៏ចំណាំបានភ្លាមថាកំបិតចុងស្រួចនោះគឺជាវត្ថុប្រចាំកាយរបស់កូនស្រីគាត់ដែលតែងតែយកមកតាមខ្លួននៅពេលនឹកឃើញដល់សុវត្ថិភាពរបស់កូនស្រីទឹកមុខរបស់គាត់ប្រែជាសាហាវខូខើភ្លាមរួចក៏បានសួរដេញដោលរកទីតាំងនិងដំណឹងរបស់ក្មេងស្រីនោះមិនឈប់មិនឈរដោយសារតែកូនស្រីរបស់ម៉ារីកំពុងតែភ័យតត់ស្លុតជាខ្លាំងស្រាប់ផងនោះពេលឃើញហេតុការណ៍បែបនេះនាងក៏បានប្រាប់ទីតាំងដោយបានយកសាកសពក្មេងស្រីនោះទៅចោលភ្លាមហើយកូនប្រុសរបស់ម៉ារីក៏បានស្ម័គ្រចិត្តនាំព្រានព្រៃទៅរកកន្លែងនោះពេលដែលទៅដល់ទីតាំងកូនប្រុសរបស់ម៉ារីបានប្រគល់កំបិតឲ្យទៅព្រានព្រៃរួចក៏ប្រញាប់បញ្ញាបញ្យល់ថាក្មេងស្រីតូចនោះបានធ្វើអត្តឃាតខ្លួនឯងទេមិនពាក់ព័ន្ធនឹងពួកគេឡើយកាលនោះដោយគ្មានជំរឿទៅយកសាកសពមកកប់នៅទីនេះបន្ទាប់មកគេក៏បានងាកក្រោយដើរចាក់ចេញទៅព្រានព្រៃបានសម្លឹងមើលសាកសពរបស់កូនស្រីដល់ក្តីឈឺចាប់យ៉ាងខ្លាំងគាត់បានយំអោបរាងកាយដ៏តូចនោះក្នុងរង្វង់ដៃរបស់គាត់បន្ទាប់មកគាត់ក៏បានលើកកូនស្រីឡើងហើយដើរចូលទៅកាន់កន្លែងសម្ងាត់មួយដែលមានស្លាកស្នាមមន្តអាគមបន្ទាប់មកគាត់បានអាដៃរបស់ខ្លួនឯងហើយប្រើប្រាស់ឈាមដើម្បីសម្ដែងមន្តអាគមងងឹតបន្ទាប់ពីពិធីដ៏ចម្លែកនោះបានបញ្ចប់ក្មេងស្រីនោះពិតជាបានរស់ឡើងវិញសារជាថ្មីមែនចំណែកឯកូនស្រីរបស់ម៉ារីវិញដែលទទួលការភ័យខ្លាចជាបន្តបន្ទាប់មិនអាចសម្រួលអារម្មណ៍បានឡើយនាងក៏បានអង្វរឲ្យម្ដាយរបស់នាងនាំនាងចាក់ចេញពីទីនេះប៉ុន្តែម៉ារីដោយសារតែមានចិត្តរឹងរូសនៅក្នុងចិត្តមិនព្រមចាក់ចេញពីទីនេះឡើយដោយសារតែរឿងនេះម្ដាយនិងកូនទាំងពីរនាក់បានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងម៉ារីក៏បានដើរចាក់ចេញពីផ្ទះដើម្បីរងាប់អារម្មណ៍ទោះជាយ៉ាងណាក៏ដោយនៅពេលនេះកូនស្រីរបស់ម៉ារីដែលនៅផ្ទះម្នាក់ឯងបានជាត្រូវវិញ្ញាណអាក្រក់ចូលម្ដងទៀតហើយក៏បានយកក្បាលទៅបុកនឹងដែកគោដែលនៅជាប់នឹងរនាបផ្ទះយ៉ាងសាហាវឃោរឃៅម៉ារីដែលនៅមិនឆ្ងាយក៏បានឮសំឡេងបុកនោះក៏មានអារម្មណ៍មិនស្រួលនៅក្នុងចិត្តនាងក៏បានប្រញាប់បញ្ញាត្រឡប់មកផ្ទះវិញដើម្បីមើលកូនស្រីម៉ារីត្រូវបានទិដ្ឋភាពនេះធ្វើឲ្យភ័យខ្លាចរហូតដល់ញាប់ពេញខ្លួនមិនឈប់នាងក៏បានចូលទៅក្នុងផ្ទះដើម្បីអោបសពរបស់កូនស្រីដែលបានស្លាប់យ៉ាងអណោចអធមនិងស្ដាយក្រោយយ៉ាងខ្លាំងម៉ារីក៏បានដឹងច្បាស់ពីស្ថានភាពនៅពេលនេះនាងក៏បានប្រញាប់បញ្ញាឲ្យកូនប្រុសទៅអញ្ជើញស្ត្រីចំណាស់នោះមកម្ដងទៀតហើយបានរៀបរាប់ពីដំណើររឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់គាត់ម៉ារីក៏បានប្រញាប់បញ្ញាសួរនាំស្ត្រីចំណាស់នោះអំពីពិធីរំដោះគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយស្ត្រីចំណាស់នោះបាននិយាយថានៅពេលនេះរឿងរ៉ាវប្រែប្រួលកាន់តែធ្ងន់ឡើងហើយបន្ទាប់ពីនេះទៅគាត់ក៏គ្មានសមត្ថភាពជួយម៉ារីបានទៀតដែរប៉ុន្តែបន្ទាប់ពីស្ត្រីនោះបានចាក់ចេញទៅគាត់ក៏បានលួចទៅកាន់កន្លែងមួយហើយបើកវិធីសូត្រមន្តអាគមងងឹតតែម្នាក់ឯងលុះដល់ថ្ងៃបន្ទាប់មេរីបានរៀបចំសម្លៀកបំពាក់និងបានសម្រេចចិត្តនាំកូនប្រុសរត់ចេញពីព្រៃនេះប៉ុន្តែអ្វីៗទាំងអស់គឺយឺតពេលទៅហើយគ្រាន់តែមួយផ្លែសោះកូនប្រុសរបស់នាងក៏បានបាត់ខ្លួនដែរមេរីបានដើរស្វែងរកនិងស្រែកហៅកូនប្រុសយ៉ាងខ្លាំងនាងទៅតែបាត់បង់កូនស្រីម្នាក់ទៅហើយនាងមិន
អាចបាត់បង់កូនប្រុសម្នាក់ទៀតឡើយប៉ុន្តែនៅពេលនោះព្រានព្រៃបានបង្ហាញខ្លួនសារជាថ្មីម្ដងទៀតដោយគាត់បានអះអាងថាអាចជួយម៉ារីស្វែងរកកូនប្រុសបានប៉ុន្តែស្ថានភាពនៅពេលនេះមើលទៅហាក់ដូចជាអាក្រក់បន្តិចហើយប៉ុន្តែម៉ារីនៅតែមិនជឿព្រានព្រៃទាល់តែសោះហើយថែមទាំងបានសួរដេញដោលគាត់ទៀតផង Apa lagi yang teruk daripada mayat anak perempuan aku yang ada kat atas rumah tu sementara anak lelaki aku hilang? Dengar cakap aku. Kau kena percayakan aku kalau kau nak selamat. Kalau tak, នៅពេលដែលអ្នកទាំងពីរប្រកែកគ្នាមិនដាច់ស្រេចស្រាប់តែស្ត្រីចំណាស់នោះបានដើរចេញមកព្រានត្រីឃើញបែបនេះក៏បញ្ញាប់និយាយថាខ្ញុំនឹងជួយអ្នកស្វែងរកកូនប្រុសនិយាយរួចគាត់ក៏បានប្រគល់លំពេងដែលគាត់កាន់តាមខ្លួនឲ្យទៅម៉ារីសម្រាប់ការពារខ្លួនចំពោះរឿងនេះម៉ារីមានការសង្ស័យយ៉ាងខ្លាំងនៅក្នុងចិត្តនាងតែងតែគិតថាព្រានព្រៃមិនមែនជាមនុស្សល្អឡើយនាងក៏បានដើរលួចតាមពីក្រោយគាត់ប៉ុន្តែមិនយូរប៉ុន្មានព្រានព្រៃពិតជាបានរកឃើញកូនប្រុសរបស់នាងមែននៅពេលនោះកូនប្រុសរបស់ម៉ារីកំពុងតែអោសាសាប់កូនក្តាន់នោះដើរទៅមកយ៉ាងលំបាកនៅពេលដែលព្រានព្រៃឃើញបែបនេះគាត់ក៏បានស្ទុះពីក្រោយរួចក៏សង្កត់ទៅកាន់ក្មេងប្រុសនោះដើម្បីតែផ្ដាច់បណ្ដាសាដែលវល់មិនចេះចាប់មិនចេះហើយព្រានព្រៃក៏បានសម្រេចចិត្តអាបំពង់ករបស់ក្មេងប្រុសនោះម៉ារីដែលដើរតាមពីក្រោយនៅពេលដែលឃើញបែបនេះនាងគិតថាព្រានព្រៃកំពុងតែសម្លាប់កូនរបស់នាងកំហឹងពេញទ្រូងបានធ្វើឲ្យនាងលើកលំពេងឡើងភ្លាមរួចចាក់ទម្លុះបេះដូងរបស់ព្រានព្រៃនៅពីក្រោយហើយរូបភាពក៏បង្ហាញពីស្ត្រីចំណាស់នោះបែរជាប្រើប្រាស់មន្តអាគមងងឹតដើម្បីដាស់ព្រានព្រៃដែលរបួសធ្ងន់ធ្ងរឲ្យភ្ញាក់ឡើងបន្ទាប់មកព្រានព្រៃបានបញ្យល់ថាកូនប្រុសនិងកូនស្រីរបស់គាត់គឺដូចគ្នារាងកាយត្រូវបានព្រលឹងបិសាចចូលសន្ធើតសឹងតែទាំងស្រុងទៅហើយគាត់ក៏គ្មានជំរឿអ្វីក្រៅពីធ្វើបែបនេះដែរស្ត្រីនោះឮរឿងនេះគាត់ធ្វើជាមានចិត្តអាណិតអាសូរចំពោះរឿងអតីតកាលរបស់ព្រានព្រៃ kami. Kau pedaya aku dengan muslihat kau. Kami hanya berbisik. ប៉ុន្តែនៅវិនាទីបន្ទាប់អកប្បកិរិយារបស់គាត់បានប្រែប្រួលភ្លាមព្រានព្រៃដែលចិត្តស្លាប់នៅវិនាទីចុងក្រោយនៃជីវិតទើបតែបានឃើញការពិតទាំងអស់ប្រភពនៃរឿងរ៉ាវទាំងអស់ស្ត្រីចំណាស់រូបនេះតាមពិតទៅគឺជាទាសករដែលបម្រើឲ្យបិសាចគាត់បានប្រើប្រាស់បណ្ដាសាដើម្បីបញ្ជាស្មារតីរបស់មនុស្សរស់យកចិត្តសប្បុរសរបស់មនុស្សទៅចិញ្ចឹមព្រលឹងបិសាចហើយទាញមនុស្សបរិសុទ្ធម្នាក់ៗឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃសេចក្តីស្លាប់រឿងរ៉ាវទាំងអស់ដែលមើលទៅហាក់ដូចជាចៃដន្យគឺសុទ្ធតែជាផែនការដែលរៀបចំឡើងដោយដៃរបស់ស្ត្រីរូបនេះតែម្នាក់កូនក្នុងពេលជាមួយគ្នានោះដែរម៉ារីដែលបាត់បង់កូនប្រុសនិងកូនស្រីទាំងពីរនាក់ត្រូវបានភាពអស់សង្ឃឹមជន់ឈ្លីយ៉ាងធ្ងន់ធ្ងរនាងបានសម្រេចចិត្តអាដៃដើម្បីបញ្ចប់ជីវិតរបស់ខ្លួនឯងប៉ុន្តែនៅវិនាទីចុងក្រោយនៃស្មារតីដែលបានរលត់ទៅនាងបានឃើញកូនស្រីដើរចូលទៅក្នុងផ្ទះហើយក៏បានចាក់សាំងពេញដីបន្ទាប់មកក៏ដុតភ្លើងយ៉ាងសន្ធោសន្ធៅលេបត្របាក់ផ្ទះឈើទាំងមូលហើយកូនស្រីរបស់នាងក៏បានដើរចេញពីទីនោះទាំងមិនងាកក្រោយឡើយរាត្រីប្រច័ណ្ឌពេញបរមីដែលជាសញ្ញានៃគ្រោះថ្នាក់បានមកដល់តាមការកំណត់ហើយប្រផ្នូលអាក្រក់ទាំងអស់បានខ្លាចជាការពិតគ្មាននរណាម្នាក់អាចគេចផុតពីបណ្ដាសាដ៏អាក្រក់នេះឡើយព្រលឹងបិសាចនៅតែរងចាំយ៉ាងស្ងៀមស្ងាត់នៅទីនេះដើម្បីរងចាំមនុស្សបន្ទាប់ដែលវង្វេងចូលមកក្នុងព្រៃហើយបណ្ដាសានៃព្រៃនេះគឺគ្មានថ្ងៃបញ្ចប់ឡើយជាចុងក្រោយរឿងរ៉ាវនៅថ្ងៃនេះត្រូវបានបញ្ចប់តែត្រឹមហ្នឹងបើសិនជាអេដមីនសម្រាប់ទៅមានកន្លែងខុសទាស់ត្រង់ណាសូមមេត្តាអភ័យទោសឲ្យអេដមីនផងបើពេញចិត្តនៃការសម្រាយរបស់អេដមីនសូមជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងជួបជាមួយនឹង admin នៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា